ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការវង្សសេវិសុទ្ធនិងលោកជំទាវព្រមទាំងថ្នាក់ដឹកនាំនិងមន្ត្រីរាជការនៃទីស្តីការគណៈរដ្ឋមន្ត្រីរៀបចំពិធីចម្រើនព្រះបរិត្តដើម្បីអបអរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនៅព្រឹកថ្ងៃទី9ខែមេសាឆ្នាំ2025នៅទីស្តីការគណៈរដ្ឋមន្ត្រីដើម្បីត្រៀមទទួលអំណរសាទរក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរឆ្នាំម្សាញ់ស័ព្ទស័កពុទ្ធសករាជ2569ដែលនឹងឈានមកដល់នាពេលឆាប់ៗខាងមុខនេះឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការវង្សសេវិសុទ្ធរដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រីនិងលោកជំទាវរួមជាមួយថ្នាក់ដឹកនាំមន្ត្រីរាជការក្រមអាវ៉ាតបាននិមន្តព្រះសង្ឃសូត្រមន្តចម្រើនព្រះបរិត្តដើម្បីជំរុះនៅឧបទ្រពចង្រៃក្នុងឆ្នាំចាស់និងទទួលនៅពរជ័យសិរីមង្គលពីទេវតាឆ្នាំថ្មីពិធីសូត្រមន្តចម្រើនព្រះបរិត្តបានប្រព្រឹត្តទៅតាមគន្លងប្រពៃណីព្រះពុទ្ធសាសនាដើម្បីជាកិច្ចទទួលអំណរសាទរទេវតាឆ្នាំថ្មីដែលនឹងយាងមកថែរក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជាចាប់ពីថ្ងៃទី14ទី15និងទី16ខែមេសាឆ្នាំ2025នាពេលដ៏ខ្លីខាងមុខនេះជាងនេះទៀតពិធីសូត្រមន្តនេះប្រារព្ធធ្វើឡើងដើម្បីបួងសួងសូមឲ្យទេវតាឆ្នាំថ្មីប្រោះព្រំប្រទានពរជ័យសិរីសួស្តីជ័យមង្គលមហាប្រសើរគ្រប់ប្រការជូនដល់ថ្នាក់ដឹកនាំនិងមន្ត្រីរាជការក្រមអាវ៉ាតនៃទីស្តីការគណៈរដ្ឋមន្ត្រីទាំងអស់ឲ្យមានសេចក្តីសុខសេចក្តីចម្រើនប្រាជ្ញាឈ្លាសវៃដើម្បីបន្តបំពេញតួនាទីភារកិច្ចជាសេនាធិការជូននាយករដ្ឋមន្ត្រីនិងគណៈរដ្ឋមន្ត្រីឲ្យទទួលបានជោគជ័យថ្មីៗថែមទៀតនៅក្នុងពិធីនេះក៏មានការយាងនិមន្តប្រោះព្រំពីសម្ដេចព្រះរាជាគណៈនិងមន្ត្រីសង្ឃចំនួន9អង្គនិងរាប់បាតប្រគេនព្រះសង្ឃចំនួន62អង្គដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិឆ្នាំម្សាញ់ស័ព្ទស័កពុទ្ធសករាជ2569ដែលនឹងឈានមកដល់នាពេលខាងមុខនេះនិងដើម្បីបង្សុកូលជូនដល់វិញ្ញាណក្ខន្ធថ្នាក់ដឹកនាំទីស្តីការគណៈរដ្ឋមន្ត្រីរួមមានឯកឧត្តមអង្គផនសម្ដេចវិបុលបញ្ញាសុខអាននិងសម្ដេចចៅវាវាំងវរៈវៀងជ័យអធិបតីស្រឹងគាគង់សំអល់ព្រមទាំងថ្នាក់ដឹកនាំនិងមន្ត្រីរាជការទាំងអស់ដែលមានស្នាដៃចំពោះទីស្តីការគណៈរដ្ឋមន្ត្រីហើយបានបូជាអាយុជីវិតដើម្បីបុព្វហេតុជាតិមាតុភូមិព្រមជាមួយនោះព្រះសង្ឃទ្រង់បានស្វាធ្យាយសតបករណាភិធម្មបង្សុកូលជាកិច្ចឧទ្ទិសកុសលផលបុណ្យជូនវិញ្ញាណក្ខន្ធបុព្វការីជនមេត្តាបិតាជីដូនជីតានិងញាតិកាទាំង7សន្តានដែលបានចែកឋានទៅកាន់បរលោកខាងមុខសូមវិញ្ញាណក្ខន្ធអ្នកទាំងអស់បានទៅសោយសុខក្នុងឋានសុគតិភពកុំបីឃ្លៀងឃ្លាតឡើយនៅក្នុងឱកាសដ៏វិសេសវិសាលនេះដែរក្រុមសិល្បៈរបាំត្រុដិក៏បានសម្ដែងរបាំត្រុដិនិងរបាំជូនពរនិងមានការដាក់តាំងពិព័រណ៍បង្ហាញផលិតផលខ្មែរភូមិមួយផលិតផលមួយជាច្រើនមុខនៅក្នុងពិធីនេះផងដែរគួរកត់សម្គាល់ថាគណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយនៃទីស្តីការគណៈរដ្ឋមន្ត្រីបានសហការជាមួយសហគ្រាសក្នុងស្រុកមកពីបណ្ដារាជធានីខេត្តចំនួន71សហគ្រាសបានរៀបចំការដាក់តាំងបង្ហាញផលិតផលខ្មែររយៈពេលពេញ2ថ្ងៃចាប់ពីថ្ងៃទី8ខែមេសាឆ្នាំ2025ដល់ថ្ងៃទី9ខែមេសាឆ្នាំ2025នៅទីស្តីការគណៈរដ្ឋមន្ត្រីដើម្បីចូលរួមលើកកម្ពស់ការប្រើប្រាស់ផលិតផលខ្មែរ